ថានៅសាលាទៅជាប់លេខបាតតារាងហើយអាធ្វើវីដេអូនៅក្នុង TikTok នេះជាប់លេខបាតតារាងស្អីដែរហ៎អាកន្លែងហ្នឹងគេយកតែ200នាក់ទេអ្នកធ្វើវីដេអូជុំវិញពិភពលោកគ្នាយើងហើយខ្ញុំជាប់លេខ200ខ្ញុំអត់ចូលទេអាវិស័យបាតតារាងហ្នឹងវាយីតាមជីវិតខ្ញុំហ៎ហើយកលេចមើលលេខរៀងទី197ដូចប្រហែលដូចបង DZ នេះហើយចាំមើលថាអាទិត្យក្រោយតារាងកិត្តិយសហ្នឹងយើងនៅទៀតអត់នៅក្នុងតារាងកិត្តិយសលេខបាតតារាងហ្នឹងទៀតអត់ event ហ្នឹងមិនមែនបោះ KL ទេនេះក្រៅផ្លូវការទេអ្នកទាំងអស់គ្នាហើយ event ហ្នឹងសួរថាធ្វើបានអីខ្លះទី1បានញុយទី2បានដុំអាខៀវគ្រាន់ចាយអញ្ចឹងណានេះអ្នកទាំងអស់គ្នាដូចអ្វីដែលខ្ញុំបង្ហាញអ្នកទាំងអស់គ្នាហ្នឹងអាហ្នឹងគឺ event ទាំងអស់ហ្នឹងហើយហើយនៅក្នុងប្រអប់សារហ្នឹងសួរថានឹងស្អីគេអាហ្នឹងដុំមកខៀវហ្នឹងវាបន្តិចក៏វាមិនច្រើនដែរប្រហែលជាទិញបាន Starlight ធម្មតាត្រឹម10គ្រាប់អីហ្នឹងហើយ event ហ្នឹងធ្វើបានទាំងអស់គ្នាហ្នឹងមិនថា KL មិនថាបុគ្គលល្បីឬក៏មិនល្បីទេធ្វើបានទាំងអស់គ្នាហ្នឹងប៉ុន្តែវាអាស្រ័យទៅលើ view របស់យើងដែរតែ view យើងច្រើនយើងអាចជាប់ក្នុងចំណាត់ថ្នាក់ហ្នឹងហើយអញ្ចឹងតើតើអ្នកមានលេខរៀងនៅក្នុងចំណាត់ថ្នាក់ទាំង200ហ្នឹងទើបយើងទទួលបានអ្វីដែលគេឲ្យហើយ event ហ្នឹងមិនមែនមានតែនៅក្នុង TikTok ទេមានច្រើន platform ណាមានដូចជា4 platform មានដូចជា Facebook YouTube TikTok ហើយនិង Instagram អញ្ចឹងអ្នកនរឲ្យឆ្លាញ់ platform មួយណាធ្វើមួយហ្នឹងទៅ